នៅជប៉ុនបើអ្នកសួរថាបិសាចអ្វីដែលគួរឲ្យខ្លាចបំផុតនោះមនុស្សជាច្រើនមិននិយាយអំពីខ្មោចមិននិយាយអំពីវិញ្ញាណអ្វីទេពួកគេនិយាយពាក្យតែមួយគឺអូនីបិសាចដែលមិនកើតពីនរកនោះទេប៉ុន្តែវាកើតពីចិត្តមនុស្សគឺជាអ្វីដែលកើតឡើងនៅពេលមនុស្សមានកំហឹងខ្លាំងពេកនិងឈឺចាប់ខ្លាំងពេកឬត្រូវគេបោះបង់ចោលក្នុងរឿងព្រេងជប៉ុនវ៉ាណេមានរូបរាងខ្ពស់ហើយខ្លួនធំស្បែកក្រហមឬខៀវនិងមានភ្នែកធំហើយមានស្នែងនៅលើក្បាលដៃកាន់ដំបងដែកខែណាប់ប៉ុន្តែអ្វីដែលគួរឲ្យខ្លាចមិនមែនរូបរាងរបស់វានោះទេប៉ុន្តែគឺប្រភពកំណើតរបស់វាដោយដំបូងឡើយវាមិនមែនដើមកំណើតជាបិសាចនោះទេពោលគឺវាធ្លាប់ជាមនុស្សពីមុនហើយរឿងព្រេងបុរាណជប៉ុននិយាយថាមនុស្សណាមានកំហឹងការស្អប់និងការឈឺចាប់ហើយប្រមូលផ្ដុំយូរទៅដោយគ្មានការលះបង់នោះចិត្តនោះវានឹងប្រែហើយរូបរាងកាយទៅតាមមនុស្សដែលត្រូវគេធ្វើបាបដោយអ្នកខ្លះរងភាពអយុត្តិធម៌ត្រូវគេបោះបង់ត្រូវគេធ្វើបាបឬមានចិត្តអាក្រក់ខ្លាំងបន្ទាប់បានស្លាប់វិញ្ញាណនឹងមិនអាចទៅសុខបានវានឹងប្រែក្លាយជាអូនីពោលគឺបិសាចដែលមានស្មារតីមនុស្សនិងការឈឺចាប់ដែលមិនទាន់រលាយនៅក្នុងប្រទេសជប៉ុនមានភ្នំព្រៃនិងភូមិឆ្ងាយដាច់ស្រយាលប្រជាជនជឿថាអូនីរស់នៅទីនោះនៅពេលយប់មនុស្សនិយាយថាអ៊ីសំឡេងជើងធំអ៊ីសំឡេងដែកប៉ះដីអ៊ីសំឡេងមនុស្សស្រែកបើអ្នកវង្វេងក្នុងព្រៃហើយយីសំឡេងហៅឈ្មោះអ្នកនោះវាមិនមែនមនុស្សឡើយវាគឺអូនីមានរឿងព្រេងមួយនិយាយពីស្ត្រីម្នាក់ឈ្មោះថាគីយ៉ូហ៊ុយមីនាងស្រឡាញ់បុរសម្នាក់ប៉ុន្តែនាងត្រូវបានបដិសេធនិងបោះបង់ចោលដោយកំហឹងនឹងការឈឺចាប់បូករួមទាំងការច្រណែនធ្វើឲ្យនាងបាត់បង់សត្វនាងដេញតាមបុរសនោះហើយនៅពេលទៅដល់វត្តរាងកាយនាងប្រែស្បែកទៅជាពណ៌ខៀវហើយភ្នែកឡើងក្រហមនាងប្រែក្លាយជាអូនីនាងដុតវត្តនិងសម្លាប់បុរសនោះដោយភ្លើងកំហឹងនេះមិនមែនរឿងស្នេហានោះទេតែនេះជារឿងបិសាចកើតចេញពីអារម្មណ៍មនុស្សនៅជប៉ុនមានពិធីមួយឈ្មោះសេតស៊ូបុនជាពិធីដែលមនុស្សបោះសណ្ដែកហើយស្រែកថាអូនីវ៉ាសូតហ្វូគូវ៉ាអ៊ូឈីដែលមានន័យថាសូមឲ្យបិសាចចេញក្រៅនិងសំណាងចូលក្នុងពួកគេមិនបោះសណ្ដែកដើម្បីលេងនោះទេប៉ុន្តែពួកគេជឿថាអូនីអាចចូលផ្ទះនិងចូលសន្ធិដ្ឋក្នុងចិត្តរបស់មនុស្សអ្នកវិភាគសម័យទំនើបនិយាយថាអូនីគឺជាកំហឹងដែលមិនបានដោះស្រាយហើយវាជាផ្នែកដ៏ខ្មៅងឹតមួយរបស់មនុស្សជនជាតិជប៉ុនមិនមែនបង្កើតរឿងព្រេងអូនីមកដើម្បីបំភ័យមនុស្សនោះទេពួកគេបង្កើតរឿងនេះមកដើម្បីប្រាប់ថាបើអ្នកមិនអាចគ្រប់គ្រងចិត្តរបស់ខ្លួនអ្នកបានទេនោះអ្នកនឹងក្លាយទៅជាបិសាចនៃចិត្តខ្លួនឯងជាចុងក្រោយនៅពេលអ្នកខឹងខ្លាំងពេលអ្នកស្អប់ខ្លាំងនោះជាពេលដែលអ្នកគិតចង់បំផ្លាញខ្លួនឯងមុនបំផ្លាញអ្នកដទៃតើអូនីដែលស្ថិតនៅខាងក្រៅឬកំពុងភ្ញាក់នៅក្នុងចិត្តរបស់អ្នកសូមកុំភ្លេច Subscribe ជួបគ្នានៅវគ្គក្រោយ